Từ chọn khang lơនៃជាន់ទី5ក៏យើងមានការរៀបចំធ្វើប្រាសាទកំពូល3ដែលមានរូបរាងដូចទៅនឹងទង់ជាតិប្រទេសកម្ពុជាដែលយើងគោរពបួងសួងថែរក្សាសពថ្ងៃឲ្យលោកឈរគង់ប្រថាប់នៅពីលើកំពូលនៃប្រាសាទដើម្បីថែរក្សាមរតកវប្បធម៌របស់ដួងព្រលឹងខ្មែរថែរក្សាស្ថិតស្ថេរគង់វង្សយូរអង្វែងជារៀងដរាបនៅក្នុងកំពូលប្រាសាទនោះទៀតសោតក៏យើងធ្វើជាត្រៃសូរដែលគ្របចំពីលើកំពូលនៃប្រាសាទទាំង3នៅខាងក្នុងតួប៉មនៃប្រាសាទទាំង3ក៏មានរូបសំណាកតំណាងឲ្យព្រះពុទ្ធសាសនាព្រហ្មញ្ញសាសនានៅគង់ប្រថាប់នៅចំទីស្ថានកណ្ដាលនៃប្រាសាទទាំង3នៅចំកណ្ដាលតួប៉មនៃប្រាសាទយើងមានដាក់ដង្កល់ព្រះនរាយណ៍ឈរគង់ប្រថាប់នៅចំកណ្ដាលនៃប្រាសាទដើម្បីថែរក្សាការពារបូរណភាពដែនដីថែរក្សានៃមរតកវប្បធម៌របស់ដូនតាខ្មែរឲ្យគង់វង្សយូរអង្វែងបន្តឲ្យកូនខ្មែរជំនាន់ក្រោយរួបរួមគ្នាថែរក្សានិងការពារទៅមុខទៀតនៅចំខាងឆ្វេងនៃកំពូលប្រាសាទក៏យើងមានដាក់ដង្កល់រូបព្រះកោនិគមនោពោធិសត្វដែលបងប្អូនកូនខ្មែរបានដឹងហើយថារូបសំណាកព្រះអង្គបានគង់ប្រថាប់នៅប្រាសាទនគរវត្តដែលយើងបានគោរពនិងបួងសួងជាក់ស្ដែងនៃពេលបច្ចុប្បន្នយើងអារាធនានិមន្តលោកមកគង់ប្រថាប់នៅទីស្ថានកំពូលនៃប្រាសាទខាងឆ្វេងដៃរិះឯកំពូលប្រាសាទនៅខាងស្ដាំដៃដែលយើងនឹងយករូបសំណាកព្រះពុទ្ធសាសនានៅក្នុងសម័យបច្ចុប្បន្នអារាធនាយាងលោកមកគង់ប្រថាប់នៅទីស្ថាននៃលើកំពូលប្រាសាទនៃខាងឆ្វេងដៃដែលយើងចង់សង្រួបសង្រួមថាដល់ពេលវេលាដែលយើងត្រូវប្រមូលផ្ដុំរួបរួមគ្នាជាធ្លុងមួយដើម្បីថែរក្សាការពារបូរណភាពដែនដីការពារអព្យាក្រឹតភាពនិងបន្តថែរក្សាឲ្យកូនខ្មែរជំនាន់ក្រោយបានគោរពនិងបូជាបន្តទៅទៀតនៅចំពីមុខនៃប្រាសាទនៃរូបសំណាករបស់ព្រះនរាយណ៍ក៏មានទឹកអមฤតហូរធ្លាក់មកលើផ្កាឈូកដែលមានសត្វអណ្ដើកនៅទុំរដែលជាយានជំនិះរបស់ព្រះវិស្ណុជាក់ស្ដែងយើងត្រូវរើសពេលវេលាថ្ងៃល្អខែល្អនិងប្រារព្ធពិធីធ្វើពិធីកូរសមុទ្រទឹកដោះដើម្បីលំហូរទឹកអមฤតធ្លាក់ស្រោចដណ្ដប់នៅលើទឹកដីមហានគរដូចជាក់ស្ដែងយើងបានដឹងហើយថាផែនដីសពថ្ងៃកាន់តែមានភាពហេតុភេទចម្លែកបានកើតឡើងជាច្រើននិងអាចមកប៉ះពាល់ដល់ទឹកដីមហានគររបស់យើងដូចនេះ
សូមបួងសួងទៅដល់សក្កទេវរាជនៃស្ដេចទេវតាដែលថែរក្សានៅទឹកដីមហានគរអរតនានិមន្តយាងលោកមកគង់ប្រថាប់នៅទីឋានប្រាសាទបុណ្យនេះហើយនឹងធ្វើពិធីកូរសមុទ្រទឹកដោះទម្លាក់ទឹកអម្រឹតដើម្បីស្រោចដណ្ដប់នៅលើទឹកដីមហានគរហើយនឹងជួយឲ្យបានជៀសផុតនៃគ្រោះទុរភិក្សធម្មជាតិដូចជាគ្រោះរាំងស្ងួតគ្រោះទឹកជំនន់និងឧបទ្រពចង្រៃនានាខ្ចាត់ព្រាត់ទៅថ្ងៃអនាគតទៅផង